សូមជូនរឿងបេះដូងតែមួយភាគទី5វគ្គទី4ព្រំលិខិតលីងទិញផ្លែឈើយួររនេញរណោងពេញដៃមកឲ្យរ៉ាក់ផាន់ស៊ីយ៉ាជាអ្នកអង្គុយចិត្តក្រូចដាក់ចានរៀបចំឲ្យផាន់ញ៉ាំខណៈនោះទូរស័ព្ទរបស់ផាន់នៅក្បែរខ្នើយរោឡើងលីងនៅអង្គុយក្បែរនោះលោកយកទូរស័ព្ទមកហុចឲ្យផាន់នរៈសង្ហាមើលលេខរួចញញឹមចុចទទួលបោះស្បាសុខសប្បាយទេកុំអាលងក់ងបងមកលេងបងប្អូននៅភ្នំពេញដោយមិនបានត្រៀមទុកមុនទេទើបមិនបានប្រាប់បោះស្បាឮសំឡេងបោះស្បាស្រួយរណ្ដំស្រទន់របៀបសំនៀងភាសាឡាវតែនាងនិយាយខ្មែរបានច្បាស់មិនចាញ់រ៉ាក់ផាន់ទេខ្ញុំមិនបានងក់ងទេបងផាន់បងមកលេងស្រុកខ្មែរមិនក៏មិនប្រាប់ខ្ញុំផងខ្ញុំចង់មកដើរលេងឲ្យស្គាល់ស្រុកខ្មែរយូរហើយបែរជាស្ងាត់មកចោលខ្ញុំបាត់ឥឡូវខ្ញុំមកដល់ប្រលានយន្តហោះហើយបងមកទទួលខ្ញុំភ្លាមមកបើមិនអញ្ចឹងទេខ្ញុំមិនបាត់ខឹងនឹងបងទេរ៉ាក់ផាន់ធ្វើភ្នែកស្លើថាម៉េចបោះស្បាមកដល់ប្រលានយន្តហោះហើយពេលនេះបងនៅក្នុងមន្ទីរពេទ្យមិនអាចទៅទទួលបានទេប៉ុន្តែចាំបងឲ្យមិត្តបងទៅទទួលជំនួសបងមានជំងឺអីមែនទេបានជានៅក្នុងមន្ទីរពេទ្យកុំតន់ឆ្ងល់ចាំមកដល់សិនទៅប៉ុណ្ណឹងចុះបងឲ្យមិត្តបងទៅទទួលហើយរ៉ាក់ផាន់បិទទូរស័ព្ទរួចហុចឲ្យខេមរារ៉ាជួយទៅទទួលមិត្តស្រីរបស់ខ្ញុំម្នាក់មកពីឡាវផងនាងឈ្មោះបោះស្បាឯងយកទូរស័ព្ទនេះទៅអាចតាក់ទងគ្នាបានហើយខេមរាងក់ក្បាលរួចប្រញាប់ចេញទៅខ្លាចបោះស្បារងចាំយូរមកដល់ប្រលានយន្តហោះមាននប់សង្ហាចូលទៅកន្លែងរងចាំខណៈនោះនារីម្នាក់កំពុងចុចទូរស័ព្ទងាកមកក៏ជុលជាមួយខេមរាធ្លាក់ទូរស័ព្ទពីដៃនាងភ្ញាក់ងាកមើលមុខខេមរាណែលោកដើរមិនមើលផ្លូវទេនាងក្រមុំដ៏ស្រស់សោភាម្នាក់នេះមានវ័យ21ទៅ22ឆ្នាំមុខមូលក្រឡង់ដូចដួងច័ន្ទពេញបរមីភ្នែកធំរោមភ្នែកងោខ្ទើបបោមាត់មិនធំមិនតូចសែនសមនឹងថ្ពាល់មូលពេញរបស់នាងស្រស់ស្រីស្លៀកសំពត់សឹងក្រោមជង្គង់បន្តិចខ្សែក្រវ៉ាត់ពណ៌ទឹកមាសត្រូវនឹងអាវប៉ាក់ដៃបំពង់ខ្លួនខ្លីត្រឹមចង្កេះបួងសក់ពាត់ព័ន្ធដោយកម្រងផ្កាម្លិះមើលទៅស្អាតហើយទន់ភ្លន់ខុសពីស៊ីយ៉ាដែលស្អាតហើយរស់រវើកខេមរាញញឹមដាក់ស្រស់ស្រីអោនរើសទូរស័ព្ទហុចឲ្យនាងសុំទោសអ្នកនាងកូនប្រុសមិនចង់សន្សំរឿងឥតប្រយោជន៍ទេខ្ញុំទទួលខ្លួនខុសក៏បានតែបើនិយាយការពិតវិញអ្នកនាងងាកមកប៉ះខ្ញុំមិនមែនខ្ញុំដើរមិនមើលផ្លូវទេតរណីអស់សំណើចនឹងសម្ដីខេមរាលោកប្រើពាក្យសុំទោសតែក្នុងចិត្តមិនព្រមទទួលកំហុសតើនិយាយបានប្រយោជន៍ស្អីទៅមាត់ផ្សេងចិត្តផ្សេងនៅហ៊ានអួតខ្លួនថាជាកូនប្រុសទៀតខេមរាមិនស្មានថាក្រមុំស្រស់នេះពូកាយនិយាយដល់ម្លឹងសោះនាងអាចធ្វើឲ្យអ្នករឹងធ្គាមឆ្លើយមិនរួចប៉ុន្តែមាននុកមិនព្រមឈប់តវ៉ាទេចុះអ្នកនាងវិញយ៉ាងម៉េចដែរហ៊ានអះអាងដែរទេថាមួយជីវិតមិនធ្លាប់និយាយខុសពីចិត្តខ្លួនឯងនោះមនុស្សយើងធ្វើអ្វីត្រូវមានក្នុងមានក្រៅខ្លះហើយមិនមែនគិតយ៉ាងណាត្រូវតែនិយាយយ៉ាងនោះគ្រប់ពេលវេលាទេធីតាសើចខឹកចាខ្ញុំសារភាពថាខ្ញុំក៏ធ្លាប់និយាយខុសពីចិត្តខ្លួនឯងដែរតែខ្ញុំមិនធ្លាប់បាននិយាយបាត់បែនដូចលោកទេខេមរាអស់សំណើចដែរណ៎ហើយចុះខ្ញុំអរគុណអ្នកនាងហើយដែលរិះគន់ខ្ញុំត្រង់បែបនេះខ្ញុំលាសិនហើយព្រោះត្រូវទៅទទួលមិត្តស្រីរបស់មិត្តភក្តិខ្ញុំខ្លាចនាងរងចាំយូរឆោមល្អមើលមុខអ្នកកំឡោះភាំងបន្តិច
មិត្តលោកឈ្មោះរផាន់មែនទេខេមរាបើកភ្នែកធំដាក់ស្រស់ស្រីអ្នកនាងបោះស្បាកំឡោះក្រមុំសើចដាក់គ្នាព្រោះហួសចិត្តទុំរំតែស្គាល់គ្នាគឺតតាំងនឹងគ្នាមួយប្រាវទៅហើយខេមរានាំបោះស្បាចេញទៅសម្ដៅឡានរបស់គេចតនៅខាងក្រៅមាននុបជួយរៀបចំវ៉ាលីខោអាវឲ្យនាងក្រមុំរួចបើកឡានចេញទៅបោះស្បាងាកមើលមុខអ្នកកំឡោះញញឹមស្រស់មិនស្មានថាបងផាន់មានមិត្តគួរឲ្យចូលចិត្តដូចជាលោកសោះតើលោកឈ្មោះអីដែរយើងអាចរាប់អានគ្នាជាមិត្តដែរទេនរៈសង្ហាក៏ទទួលអារម្មណ៍ថាបោះស្បាជាស្រីស្អាតហើយទន់ភ្លន់តែក្លាហានគួរឲ្យចូលចិត្តណាស់មាននុបញញឹមដាក់ឆោមល្អបាទខ្ញុំឈ្មោះខេមរាបើអ្នកនាងជាមិត្តរបស់រផាន់គឺជាមិត្តរបស់ខ្ញុំហើយអ្នកនាងចង់នៅទីនេះប៉ុន្មានថ្ងៃដែរខ្ញុំធានាធ្វើជាអ្នកនាំផ្លូវដ៏ល្អបំផុតចាខ្ញុំនៅតតែបងផាន់ត្រឡប់ទៅវិញដែរល្អណាស់អញ្ចឹងដើរលេងគ្នាច្រើនទើបសប្បាយប៉ុន្តែយើងត្រូវចាំឲ្យផាន់បានជាស្រួលបួលសិនបោះស្បាបើកភ្នែកក្រឡង់មែនហើយខ្ញុំភ្លេចសួរតើបងផាន់ឈឺអីដែរខេមរាដកដង្ហើមធំមិនមែនឈឺទេគឺត្រូវរបួសប៉ុន្តែផាន់មិនធ្ងន់ធ្ងរប៉ុន្មានទេបោះស្បាកុំបារម្ភអីគ្រាន់តែខេមរាឈប់ឡាននៅមុខមន្ទីរពេទ្យភ្លាមបោះស្បាដើរចូលតាមកំឡោះយ៉ាងលឿនព្រោះនាងបារម្ភពីរផាន់ណាទោះជាខេមរាប្រាប់ថាមិនអីក៏ដោយមកដល់បន្ទប់ផាន់សម្រាប់ចាស់ត្រឡប់ទៅផ្ទះវិញអស់ហើយនៅតែសីយ៉ានឹងលីងកំដររផាន់បោះស្បាស្ទុះតែចាប់ដៃផាន់ដោយក្តីរន្ធត់ពេលឃើញមាណពសង្ហារុំរបួសពេញខ្លួនដូចនេះកែវភ្នែកស្រស់ស្រីបញ្ជាក់ពីទឹកចិត្តខ្វល់ខ្វាយនិងយកចិត្តទុកដាក់បំផុតបងផាន់មានរឿងអីបានជាមានរបួសដល់ម្លឹងផាន់ញញឹមស្រាលបោះស្បាកុំធ្វើមុខអញ្ចឹងបងគ្រាន់តែមុតកំបិតប៉ុន្មានកន្លែងប៉ុណ្ណោះគឺជារឿងចៃដន្យទេយ៉ាងយូរមួយអាទិត្យទៀតបងអាចដើរប្រុយទៅហើយបោះស្បាក៏ដឹងដែរថាបងរឹងមាំប៉ុណ្ណាបោះស្បាធូរចិត្តបន្តិចទើបងាកមកសំពះគូសំជាមួយលីងនិងស៊ីយ៉ាផាន់ណែនាំបោះស្បាឲ្យស្គាល់មិត្តទាំងពីរនិងស៊ីយ៉ាជាប្អូនស្រីជាទួតមួយស៊ីយ៉ាទទួលបោះស្បាដោយរាក់ទាក់ហើយនាំបោះស្បាទៅផ្ទះនាងផ្លាស់ប្ដូរសម្លៀកបំពាក់ហើយសម្រាប់បន្តិចសិនទាល់តែល្ងាចបន្តិចចាំត្រឡប់មកមើលផាន់វិញពេលនាងក្រមុំទាំងពីរចេញទៅផុតលីងចំអន់ផាន់មិនស្មានថាផាន់មានមុនស្នេហ៍ដល់ម្លឹងសោះបើខ្ញុំវិញបានស្រីស្អាតព្រួយបារម្ភយ៉ាងនេះច្បាស់ជាបាត់ឈឺភ្លាមផាន់ខំសើចទាំងវេកមាត់ព្រោះឈឺមុខរបួសគ្នាទុកបោះស្បាត្រឹមតែជាមិត្តមិនបានគិតអ្វីផ្សេងទេខេមរាលោលេងនឹងរផាន់បើអញ្ចឹងគ្នាសុំគិតផ្សេងជាមួយបោះស្បាហើយណាដល់ពេលនោះទោះជាឯងចង់សារភាពក៏ហួសពេលដែរលីងអង្គុយសើចពេលឃើញមិត្តទាំងពីរចំអន់ដាក់គ្នាលោកផាន់ស៊ីទទួលបោះស្បាដោយរីករាយព្រោះលោកក៏ធ្លាប់ស្គាល់បោះស្បាដែរស៊ីយ៉ាឲ្យអ្នកបម្រើរៀបចំបន្ទប់សម្រាប់បោះស្បាជាប់នឹងបន្ទប់ប្រាក់ផាន់ពេលងូតទឹកញ៉ាំបាយរួចបោះស្បាមិនព្រមសម្រាកទេនាងចង់ទៅកំដរផាន់នៅមន្ទីរពេទ្យដែរបោះស្បាពូកែសួរពីនេះពីនោះមិនឈប់ទាល់តែស៊ីយ៉ាធ្លួយមាត់ប្រាប់រឿងដែលពួកសក្តាព្រួតវាយរផាន់បោះស្បាឆ្លាតវៃណាស់នាងអាចយល់ចិត្តរផាន់ទោះជាគេមិនហ៊ានសម្ដែងរឹកពីអ្វីប្លែកចំពោះស៊ីយ៉ាក៏ដោយបោះស្បាបាត់អស់ភាពរីករាយពេលដែលនាងដឹងថារផាន់មានរបួសព្រោះតែការពារស៊ីយ៉ាព្រោះបោះស្បាបានស្រឡាញ់ផាន់ច្រើនឆ្នាំមកហើយដែលពួកគេរាប់អានគ្នាផាន់មិនដែលមានចិត្តលើស្រីឯណាចិត្តស្និទ្ធស្មើនឹងនាងទេ
ស្រាប់តែពេលដែលគេមកលេងស្រុកខ្មែរតែប៉ុន្មានខែសោះផាន់បែរជាមានរូបស្រីផ្សេងនៅក្នុងចិត្តតើមិនឲ្យនាងឈឺចិត្តមិនដេចបានទោះយ៉ាងនេះក៏ដោយបោះស្បាជាស្រីពូកែអត់ធ្មត់មិនធម្មតាទេនាងសុកចិត្តក្រៀមក្រំម្នាក់ឯងមិនឲ្យអ្នកណាដឹងឡើយនៅខាងក្រៅនាងធ្វើដូចជាសប្បាយរីករាយធម្មតាយប់នេះលីងត្រូវទៅផ្ទះផ្លាស់សម្លៀកបំពាក់ម្ដងពេលលីងចេញទៅបាត់បោះស្បាបបួលស៊ីយ៉ាទៅរកញ៉ាំអីនៅខាងក្រៅទុកឲ្យខេមរានៅជាមួយរ៉ាផាន់ព្រោះតាំងពីមកដល់ភ្នំពេញនាងមិនទាន់បានទៅឯណាសោះស៊ីយ៉ានាំបោះស្បាចូលផ្សារទំនើបទិញអីវ៉ាន់ប្រើប្រាស់ផ្ទាល់ខ្លួនសំលៀកបំពាក់និងចំណីប្រអប់ខ្លះសម្រាប់ទុកញ៉ាំនៅក្នុងពេទ្យបន្ទាប់មកក្រុមមុំសោភាទាំងពីរនាំគ្នាចូលញ៉ាំមីឆាផឹកទឹកដូងក្រឡុកនៅក្នុងផ្សារទំនើបញ៉ាំរួចស៊ីយ៉ាចូលក្នុងបន្ទប់ទឹកបោះស្បាទៅរងចាំស៊ីយ៉ានៅក្នុងឡានមុនម៉ោងប្រហែលជា9យប់បោះស្បាបើកឡានចូលមកក្នុងមន្ទីរពេទ្យម្នាក់ឯងនាងចតឡានរួចសឹងមិនតាន់ក្រមុំឡាវរត់សម្ដៅបន្ទប់របស់រ៉ាផាន់យ៉ាងលឿនខេមរាកំពុងហុចថ្នាំនឹងកែវទឹកឲ្យរ៉ាផាន់លេបស្រាប់តែទូរស័ព្ទរបស់ផាន់រោឲ្យសញ្ញាផ្ញើសារផាន់លូកយកទូរស័ព្ទមកចុចមើលសារស្រាប់តែបើកភ្នែកធំស្ទុះចុះពីលើគ្រែខ្លួនញ័រទៅត្រឺខេមរាចាប់ដៃផាន់ទាំងងឿងឆ្ងល់ផាន់មានរឿងអីហ្នឹងបោះស្បារត់ចូលមកដល់ល្មមបងផាន់បងរ៉ាស៊ីយ៉ាមិនដឹងជាទៅណាទេប្រាប់ខ្ញុំថាទៅបន្ទប់ទឹកស្រាប់តែបាត់រហូតខេមរាប្រែទឹកមុខទាញទូរស័ព្ទពីដៃផាន់មកចុចមើលឃើញសារផ្ញើជាភាសាអង់គ្លេសសួស្ដីអ្នកក្លាហានការពារបេះដូងយើងជាមិត្តរបស់អ្នកដែលពួកឯងធ្វើឲ្យជាប់គុកពេលនេះស្រីស្រស់នៅជាមួយយើងហើយបើចង់បានស្រីស្នេហ៍របស់ឯងត្រឡប់ទៅវិញត្រូវមកជួបយើងនៅកន្លែងធ្លាប់ជួបគ្នាពីមុនកុំប្តឹងប៉ូលីសហើយមកតែម្នាក់ឯងប៉ុណ្ណោះកុំគិតយូរពេកបើស្រីស្រស់របស់ឯងយ៉ាងម៉េចទៅនោះយើងមិនធានានោះទេរ៉ាផាន់ស្រវាទាញអាវមកពាក់បោះស្បាបើកភ្នែកធំចាប់ដៃផាន់ជាប់បងចង់តាណានឹងដឹងទេថាបងកំពុងមានរបួសជនពីលបែបនោះប្រកាសជាមិនទុកជីវិតឲ្យបងទេរ៉ាផាន់ខាំមាត់បេះដៃបោះស្បាចេញទោះជីវិតបងស្លាប់ក៏មិនអាចទុកឲ្យពួកវាប្រមាថអូនយ៉ាបានដែរខេមរាមិនបាច់ទៅតាមខ្ញុំទេប្រយ័ត្នយ៉ាមានគ្រោះថ្នាក់ទុកឲ្យខ្ញុំទៅម្នាក់ឯងចុះស្រាប់តែខេមរាចាប់ខ្ទាស់ដៃផាន់យ៉ាងរហ័សយកខ្សែបន្តោងសេរ៉ូមចងជាប់រួចយកកន្សែងចងមាត់ទៀតផាន់កំពុងមានរបួសកម្លាំងទន់ខ្សោយឬពីដៃខេមរាមិនរួចទេខេមរាចងផាន់ជាប់ទៅនឹងជើងក្រែផាន់បានត្រឹមរើនឹងបើកភ្នែកធំដាក់ខេមរាតែនិយាយមិនរួចទេខេមរាយកសោឡានពីបោះស្បាមើលផាន់ផងបងទៅជួយយ៉ាមិនអាចបណ្ដោយឲ្យផាន់ទៅបានទេគេកំពុងមានរបួសពេញខ្លួនបើទៅមានតែផ្លូវស្លាប់ប៉ុណ្ណោះនិយាយចប់ខេមរារត់ចេញទៅយ៉ាងលឿនមាននប់បើកឡានរបស់ស៊ីយ៉ាសំដៅទៅកន្លែងដែលធ្លាប់មានរឿងជាមួយសក្តារ៉ាផាន់ឬពីចំណងមិនរួចបានត្រឹមសម្លឹងមុខបោះស្បាមានន័យឲ្យនាងជួយស្រាយចំណងឲ្យធីតាឡាវស្រស់សោភាមានទឹកមុខស្រពោនចម្លែកពេលនេះការពិតបានបង្ហាញនៅចំពោះមុខនាងហើយស៊ីយ៉ាពិតជាសំខាន់សម្រាប់ផាន់ណារហូតដល់ដឹងថាផ្លូវមរណៈនៅនឹងមុខក៏គេនៅតែមិនរួញរាដែរម៉ានវីស្រ័យមាត់ឲ្យផាន់អាចនិយាយគ្នាបានរួចសម្លឹងមុខផាន់យ៉ាងមុតវាចាតិចយើងរាប់អានគ្នាច្រើនឆ្នាំហើយប៉ុន្តែបងមិនដែលបង្ហាញទឹកចិត្តប្រាប់ខ្ញុំទេហើយខ្ញុំក៏មិនដែលហ៊ានសួរបងដែរពេលនេះខ្ញុំចង់ដឹងចិត្តបងឲ្យបានច្បាស់ព្រោះខ្ញុំមិនចង់ខាតពេលវេលាហើយក៏មិនចង់ធ្វើជាអ្នករត់ប្រណាំងដែលរត់តែម្នាក់ឯងគ្មានអ្នកដែលព្រមរត់ជាមួយដែរ
មាននប់សង្ហាមើលមុខបោះស្បាផាំងបន្តិចរួចងក់ក្បាលបោះស្បាសួរចុះបើអាចឆ្លើយបានបងនឹងឆ្លើយតែឆ្លើយមិនរួចបោះស្បាត្រូវតែជួយស្រាយចំណងឲ្យបងផងនាងក្រមុំញញឹមស្ងួតបងស្រឡាញ់ប្អូនជាទួតមួយមែនទេបងត្រូវឆ្លើយឲ្យត្រង់បើមិនអញ្ចឹងខ្ញុំមិនស្រាយចំណងឲ្យបងទៅជួយនាងទេរ៉ាផាន់អេះអុញបន្តិចរួចងក់ក្បាលជំនួសចំឡើយបោះស្បាទទួលអារម្មណ៍ដូចជាមានកំបិតរាប់រយចិញ្ច្រាំបេះដូងនាងឲ្យខ្ទេចខ្ទាំអស់តែស្រស់ស្រីខំពង្រឹងចិត្តខ្លួនឯងព្រោះចម្លើយមួយនេះនាងស្មានដឹងមុនទៅហើយហេតុនេះនាងត្រូវតែទទួលយកការខកចិត្តឲ្យបានបោះស្បាស្រាយចំណងឲ្យផាន់យឺតទាំងទឹកមុខជូរចត់ល្អណាស់ពេលនេះខ្ញុំយល់ចិត្តបងហើយនិស័យស្នេហ៍កាត់ឡើងមិនបាច់ពឹងលើពេលវេលាទេទោះខ្ញុំស្គាល់បងយូរប៉ុណ្ណាក៏ប្រៀបមិនបាននឹងសីយ៉ាគ្មានគ្រោះថ្នាក់អ្វីទេខ្ញុំគ្រាន់តែចង់សាកចិត្តបងប៉ុណ្ណោះបងគួរតែធ្វើជាមិនដឹងអ្វីទៅបើមិនចង់បែកការរឿងបងស្រឡាញ់សីយ៉ានោះអ្នកកំឡោះធ្វើភ្នែកស្លើមើលមុខបោះស្បារួចដកដង្ហើមធំឲ្យបងសុំទោសរឿងបេះដូងពិតជាពិបាកស្វែងយល់ណាស់អ្វីដែលកាន់តែពិបាកកាន់តែធ្វើឲ្យបេះដូងលិចលង់សូម្បីតែខ្លួនយើងផ្ទាល់ក៏ស្រាយចំណងស្នេហ៍មិនបានដែរឲ្យតែយើងអាចស្រឡាញ់អ្នកណាម្នាក់ដោយស្មោះយើងមានសេចក្តីសុខក្នុងផ្លូវចិត្តហើយតែលទ្ធផលចុងក្រោយអាចបាននៅក្បែរគ្នាឬអត់នោះមិនសំខាន់ទេស្រស់ស្រីបោះស្បារំជួលចិត្តណាស់សម្ដីគ្រប់ម៉ាត់របស់ផាន់ពិតជាមានន័យបំផុតនាងមិនគួរចង្អៀតចង្អល់ចិត្តទេឲ្យតែនាងអាចស្រឡាញ់គេដោយចិត្តស្មោះកុំគិតពីលទ្ធផលចុងក្រោយធ្វើអ្វីព្រោះការទៀមទាដើរឲ្យដល់គោលដៅគឺត្រូវការពាក្យថាឈ្នះនឹងចាញ់ធ្វើឲ្យយើងវង្វេងក្នុងដែនកំហឹងដែលអាចបំផ្លាញជីវិតយើងឲ្យបាត់បង់អស់សេចក្តីសុខដូចជាយកភ្លើងមកដុតខ្លួនឯងហើយទទួលបានតែភាពក្តៅរលរាលគ្មានទីបញ្ចប់ធីតាសោភាញញឹមស្ងួតលោកដៃមកក្តោបដៃអ្នកកំឡោះយ៉ាងណែនចាអរគុណដែលបងបានដាស់តឿនខ្ញុំមិត្តភាពរបស់យើងពិតជាមានតម្លៃណាស់រ៉ាផាន់ទាញកាយស្រីមកក្រសោបយ៉ាងណែនដោយក្តីស្រឡាញ់ជាមិត្តជាប្អូនស្រីដែលជាក្តីស្រឡាញ់អមតៈគ្មានថ្ងៃបាត់បង់ខេមរាឯណោះកំពុងបើកឡានច្រើនត្រឡប់ដោយក្តីងឿងឆ្ងល់ព្រោះមិនឃើញគ្នាសក្តាមករងចាំតាមការណាត់មាននប់សង្ហាអន្ទះសាខ្លាំងណាស់ខ្លាចស៊ីយ៉ាមានគ្រោះថ្នាក់ខេមរារកកន្លែងចតឡានរួចចេញមកឈររងចាំពួកសក្តាស្រាប់តែលឺសូរព្រោះប្រាស់ក្នុងគម្របឡានខាងក្រោយអ្នកកំឡោះស្ទុះទៅបើកគម្របឡានឃើញស៊ីយ៉ាកំពុងស្រវេស្រវារកផ្លូវចេញការពិតបោះស្បាលួចដាក់ថ្នាំងងុយដេកក្នុងកែវទឹកដូងឲ្យស៊ីយ៉ាពេលចេញពីបន្ទប់ទឹកមកដល់ក្នុងឡានរកបោះស្បាមិនឃើញស៊ីយ៉ាក៏ងងុយដេកលក់លេងដឹងខ្លួនក្នុងឡានបោះស្បាចេញពីកន្លែងពួនយកស៊ីយ៉ាទៅលាក់នៅក្នុងគម្របឡានខាងក្រោយរួចបញ្ជូនសារតាមទូរស័ព្ទសាកល្បងចិត្តរ៉ាផាន់ខេមរាមិនដឹងសាច់រឿងឆ្ងល់លាយត្រេកអរពេលឃើញស៊ីយ៉ានៅទីនេះមាននប់ជួយគ្រាឆោមល្អចេញពីឡានមុននេះស៊ីយ៉ាដឹងខ្លួនថប់ដង្ហើមក្នុងគូតឡានខាងក្រោយឬខ្លួនក៏មិនរួចដោយស្ថិតក្នុងទូដែកធ្វើឲ្យនាងភ័យខ្លាំងណាស់គ្រាន់តែខេមរាជួយគ្រានាងចេញផុតពីក្នុងឡានភ្លាមស្រស់ស្រីអោបគេជាប់ដោយត្រេកអរបងរ៉ាមិនក៏បងដឹងថាខ្ញុំជាប់ក្នុងឡានទ្រូងក្រពុំណេបនិតលើទ្រូងកំឡោះសាច់ស្រីក្រអូបប្រហើទន់ត្រជាក់គួរឲ្យចង់ផ្ដេកផ្ដិតថត់នៅពេញក្នុងរង្វង់ដៃធ្វើឲ្យខេមរាចង់កាំងបេះដូងព្រោះនរៈសង្ហាមិនដែលស្និទ្ធស្នាលនឹងនារីណាម្នាក់សោះតាំងពីមុនមកទោះជាមួយទេវីក៏ដោយ
មាននប់ខំទាញកាយស្រីចេញថ្នមទាំងស្ដាយប្រញាប់វាចាបន្លប់បងតាមកជួយយ៉ាព្រោះពួកក្មេងស្ទាវនោះណាត់ឲ្យមកជួបបែរជាឃើញយ៉ានៅក្នុងឡានទៅវិញឆោមល្អធ្វើភ្នែកស្លើព្រោះមិនដឹងថាមានរឿងអ្វីកើតឡើងប៉ុន្តែឆោមល្អរំភើបចិត្តណាស់ពេលឃើញខេមរាមកជួយនាងដោយមិនខ្លាចញញើតអ្វីបែបនេះតែស្រស់ស្រីធ្លាប់រករឿងមេនប់តាំងពីជួបគ្នាដំបូងម្ល៉េះពេលនេះចង់ធ្វើល្អដាក់គេវិញដូចជាអៀនខ្លួនមិនហ៊ានបញ្ចេញតតែសោះខេមរានាំស៊ីយ៉ាចូលអង្គុយក្នុងឡានតោះយើងប្រញាប់ទៅវិញព្រោះផាន់ក៏បារម្ភពីយ៉ាខ្លាំងណាស់ដែរបោះស្បាធ្វើជាមិនដឹងរឿងនាងប្រាប់ថាពេលចាំស៊ីយ៉ាយូរនាងក៏ឡើងទៅរកស៊ីយ៉ានៅផ្សារទំនើបវិញទើបមិនដឹងថាបពួកសក្តាយកស៊ីយ៉ាមកលាក់ក្នុងឡានដូចនេះប្រហែលជាពួកវាគ្រាន់តែចង់ប្រមានរកផាន់ប៉ុណ្ណោះផាន់ធ្វើជាមិនដឹងរឿងដែរខ្លាចបែកការពីរឿងដែលគេមានចិត្តចំពោះស៊ីយ៉ាបោះស្បាស្នាក់នៅជាមួយគ្រួសារលោកផាន់ស៊ីមួយអាទិត្យរកផាន់ក៏បានធូរស្រាលច្រើនហើយគេចេញពីពេទ្យមកសម្រាកនៅផ្ទះវិញទើបបោះស្បាលាត្រឡប់ទៅឡាវវិញដោយយកលេសថាម្ដាយនាងឈឺនាងមិនអាចនៅដើរលេងបុណ្យ7មករាជាមួយរកផាន់ទេប៉ុន្តែការពិតនោះគឺបោះស្បាចង់ទៅព្យាបាលរបួសដួងចិត្តព្យាយាមនៅឲ្យឆ្ងាយពីរកផាន់តែប៉ុណ្ណោះនៅយប់ថ្ងៃអាទិត្យនេះលោកផាន់សៃឲ្យស៊ីយ៉ាទៅដើរលេងជាមួយកំឡោះទាំង3លោកនិងភរិយាចង់ឲ្យស៊ីយ៉ានិងវៀងលីងបានស្វែងយល់ពីចិត្តគ្នាផងពួកលោកក៏ពេញចិត្តលីងដែរគេជាកំឡោះឆ្លាតវៃហើយមានអនាគតល្អព្រោះគ្រួសារលីងមានមុខមាត់ណាស់នៅប្រទេសវៀតណាមស៊ីយ៉ាចង់ទៅលេងសមុទ្រកំឡោះទាំង3ក៏សម្រេចតាមចិត្តនាងខេមរាជាម្ចាស់ស្រុកមានភារៈជ្រើសរើសកន្លែងស្នាក់និងចាត់ចែងគ្រប់បែបយ៉ាងពួកគេស្នាក់នៅបឹងកាឡូព្រោះទីនេះនៅក្បែរសមុទ្រតែម្ដងអាចដើរគយគន់ទេសភាពសមុទ្រនាពេលរាត្រីដ៏សែនមនោរម្យ